ណែទេចុះភ្ញៀវមិញយកមកហើយទៅណាអូលើតបោលទេស្វាទេអូអត់បើកទ្វារអូណែមានទ្វារទេទ្វារតែមួយថ្ងៃហ្នឹងវាអត់មានទ្វារវាមានតែចន្លោះនោះទ្វារឥឡូវទៅបើកគេចេញខ្ញុំទៅបើកណាទៅបើកមកចេញមកមកបាយខំទៅយកទុកគេក្នុងផ្ទះឲ្យគេចេញហើយពីគេប្រកាសបងម៉ៃមើលនេះខ្ញុំបើកទ្វារឲ្យគាត់ដល់ថ្នាក់ហ្នឹងទេអានេះដូចមិនកលឹះទ្វារទេគ្រាប់បែកទេតបល់យកបាទនេះសម្បត្តិមកសម្បត្តិនេះសម្បត្តិមានចំណងជើងថាឯនេះសមុទ្រខ្លីម្លេះអូនសំឡាញ់អើយគោមែនហ្នឹងគោមកភ្លេងថៃឆ្ងល់ភ្លេងឲ្យគ្រឿងដូចអត់ត្រូវគ្នាមែនគ្រូភ្លេងមួយភ្លេងសម័យអត់ត្រូវគ្នាហ្មងមួយគ្រឿងចេះលេងទេគ្រូឥឡូវលេងបុរាណហ្នឹងហីជ្រឿងគោដោបត់វិញហីបាច់ខឹមភ្លេងនិយាយម្នាក់ម្ដងទេរឿងហ្នឹងថ្ងៃក្រោយលេងភ្លេងអាណាជ្រៀងទៅមើលអាយុខ្លីម្លេះអូនសំឡាញ់អើយមិនគួរអូនបងសង្ខារឡើយអូនហើយអាយុខ្លីម្លេះស្រឡាញ់គ្នាធ្លាប់ឃើញអូននោបដាក់ផេះហេតុអ្វីអូនអាយុខ្លីម្លេះតើសល់ផេះបានអ្នកណានោមអូនស្លាប់ទៅហើយអើយបងឈឺចាប់តើហេតុអ្វីបានជាស្រីស្លាប់តើអូនស្លាប់ព្រោះតែហេតុអ្វីដាច់ខ្យល់ហេតុអ្វីស្រីស្លាប់មិនអូនមិនស្រដីតើអូនស្លាប់ដោយសារហេតុអ្វីតើហេតុអ្វីបានជាស្រីស្លាប់ស្ដាយមិនបានចូលបុតព្រោះស្រីស្លាប់មិនបានប្រាប់មុនឲ្យបងចូលបុនអ្នកណាចំណាយ5រៀលជាប្រាក់ដុល្លារពេលនេះទើបដឹងថាស្រីស្រង់ជីវ៉ាអូននាងនៅរស់តើបីសាច់ក្រមុំឬវៃខ្ញុំចង់តាភ្លេងគោខ្ញុំជឿអត់ត្រូវទេមិនលេងឲ្យបន្តិចផងហ៎ចឹងតែហ្នឹងហើយថាចាស់ព្រើលគាត់និយាយទុយធ្វើឯងណាប្រកាន់ក្មេងទៅប្រកាន់ក្មេងទៅអីក្មេងដឹងអីវានិយាយហើយគឺចឹងចាំខ្ញុំដែរប្រកាន់គាត់ទេតែគាត់ប្រកាន់ខ្ញុំហ្នឹងហើយទៅនិយាយស្អីមនុស្សសិតហើយទៅបន្ទោសភ្លេងកើតដែរចុះបើអត់លេងផងអាជើងមិនត្រូវមកច្រៀងចឹងភ្លេងលេងត្រូវអើបើភ្លេងច្រៀងចឹងភ្លេងលេងចឹងដែរទៅភ្លេងអត់ច្រៀងបត់សម័យមិនដូចច្រៀងដូចមួយថ្ងៃចឹងទេបាញ់ដែរលឺបត់នេះហ៎បត់នេះដែរលឺបត់កណ្ណាពេជ្រហ៎កណ្ណាពេជ្រស្គាល់តាកណ្ណាពេជ្រអាបត់នឹងស្រីកណ្ណាពេជ្រប្រុសបត់បត់បុកលហុងដែរលឺហ៎បុកលហុងអើយបុកលហុងហ្នឹងចេះច្រៀងតាលីអូអើយលីអូខ្ញុំរងកម្ម
ប្រើច្រើនឆ្នាំទេច្រើនណាស់ប៉ុណ្ណាស្អាតខ្លាំងណាស់តែពេលនឹងមិនដឹងជាអ្នកណាគេលួចបាត់លីអូដល់ស្រស់ប្រំប្រៃខ្ញុំស្លៀក5ថ្ងៃទៅបានគក់ទឹកម្ដងគក់ទឹកណាស់លើរបងមិនដឹងជាបងណាគាត់លួចបាត់ស្ងាត់បាត់លីអូភ្លាមខ្ញុំនឹងត្រៀមចិត្តមិនទាន់ដំឡៃ5000ខ្ញុំលួចមន់ទៅបន្ទិញលីអូបើសិនមានលីអូស្លៀកស្រីចូលគៀកក៏អត់មានបញ្ហាពេលនេះនៅចិត្តសង្សារវាងើបឆ្លេឆ្លាមិនដឹងជាស្អីទេចង់ខ្សែបត់វាទៅក្រោយកុំឲ្យទល់ខោខ្មាំងគេទប់មិនឈ្នះទេនៅចិត្តស្រីស្នេហ៍ងើបទល់តែដាច់ខ្សែថ្ងៃមួយខ្ញុំឃើញតាស្លេកដើរដេកគាត់ទៅលួចលីអូលបដាច់ចូលត្រង់គោគាត់លួចលីអូយកទៅធ្វើម៉ាស់ពាំងត្រូវលោឯងដឹងចាស់បាបដែរណោះខ្ញុំដែរយកលីអូធ្វើម៉ាស់ទេបែបមលឺទេយ៉ាងមើលទៅគេធ្លាប់យកលីអូធ្វើមួកអស់ហើយបាទសូមជួយទៅកាន់ទីកន្លែងថុចមកទាន់ឡើយដឹកមកឡើងបាទអរគុណដល់លោកគ្រឿងហើយលោកក្រាន់បាទដែលបានបកស្រាយបទចម្រៀងបាទហើយអរគុណដល់ក្រុមអ្នកភ្លេងសម័យដែរបាទដែលមិនបានប្រគំឲ្យច្រៀងក្នុងករណីទៅជួបគ្នានៅការគេអីគេហៅនាយគ្រឿនទៅកំ pl ែងអីគ្រូកុំលោឲ្យមួយម៉ាំងឲ្យសោះនៅឲ្យស្ងៀមមើលកន្លែងទៅធ្វើម៉េចតែចឹងរហូតនឹងជួបគ្នារហូតហ្នឹងបើអ្នកចម្រៀងគេដទៃគាត់លេងភ្លេងព្រោះភ្លេងគាត់ល្អភ្លេងគាត់ល្បីណាតែគាត់ដូចថាគាត់ចំណែនមួយខ្ញុំថ្ងៃមុនហ្នឹងខ្ញុំទៅនោះខ្ញុំយកប្អូនខ្ញុំទៅមួយអូនស្រីខ្ញុំហ្នឹងគាត់ថាខ្ញុំមានស្រីស្នេហ៍ស្អាតជាងគាត់តែប្រកាន់ចឹងស្អីឆ្ងល់ដែរចាស់ហើយហ្នឹងបាទគុណសូមស្លេះវគ្គផាគ្នារវាងអ្នកភ្លេងនិងនាយគ្រឿនប៉ុណ្ណឹងចុះហើយឈុតឆាកបង្ហូរឈាមនឹងផ្សាយជូននៅវគ្គក្រោយប៉ុន្តែវគ្គនេះខ្ញុំបាទក៏មិនភ្លេចដែរអរគុណអ្នកឧបត្ថម្ភកម្មវិធីបាទសូម BAG អរគុណមុនណា BAG បាទយើងឆ្លាស់គ្នាបាទសូមអរគុណអ្នកឧបត្ថម្ភកម្មវិធីទី1